3កម្រិតសីតុណ្ហភាព3មុខងារនៅក្នុងម៉ាស៊ីន Steam ក្តៅត្រជាក់ Yo-Yo Skin Series ថ្មីដែលណែនាំឲ្យបងៗមានមួយនៅផ្ទះសម្រាប់ស្ប៉ាមុខក្នុងមួយឈុតហ្នឹងគឺយើងមានក្តារណែនាំនិងតួម៉ាស៊ីនមួយម៉ាស៊ីននេះមាន3សីតុណ្ហភាពមុខងារទី1ហ្នឹងគឺ Steam ចំហាយត្រជាក់ដែលវាជួយបង្រួមរុនរោមធ្វើឲ្យស្បែក relax ផ្ដល់សំណើមស័ក្តិសមសម្រាប់ធ្វើឲ្យស្បែកធូរស្រាលពីភាពតានតឹងមុខងារទី2 Steam ចំហាយក្តៅដែលវាជួយបើករុនរោមជំរុញសុខភាព Skin Care ផ្ដល់ជាទឹកស័ក្តិសមសម្រាប់ប្រើមុនពេលម៉ាស្សាមុខឬក៏បូមមុនមុខងារទី3គឺ Steam ចំហាយក្តៅត្រជាក់ដែលវាជួយផ្ដល់សំណើមនិងធ្វើឲ្យមុខភ្លឺថ្លាស័ក្តិសមសម្រាប់ស្បែកដែលទើបទទួលរងពីពន្លឺព្រះអាទិត្យមុខងារទី4គឺ Steam ចំហាយក្តៅត្រជាក់ដូចមុខងារទី3ដែរគ្រាន់តែសីតុណ្ហភាពរបស់វារៀងខ្លាំងជាងបន្តិចសម្រាប់ការប្រើប្រាស់ដំបូងគឺយើងត្រូវដាក់ទឹកចូលទៅក្នុងធុងទឹកនេះសិនអាចដាក់បានរហូតទៅដល់240មីលីលីត្រតែសម្រាប់ការប្រើម្ដងយើងណែនាំឲ្យដាក់ត្រឹមពាក់កណ្ដាលទៅបានហើយបន្ទាប់មកគឺយើងមូលគន្លឹះនេះចូលហើយយកទៅភ្ជាប់ជាមួយនឹងម៉ាស៊ីនបន្ទាប់គឺដោតខ្សែហើយបងអាចចុចប៊ូតុងនេះដើម្បីបើកបានឬក៏អាចចុចប៊ូតុងនេះដើម្បីបដូរមុខងារតាមតម្រូវការដូចគ្នានៅពេលតែបើកហើយគឺយើងចាំមួយផ្លែតចំហាយទឹកនឹងចេញមកបន្ទាប់មកគឺយើងអាច steam មុខបានហើយនៅពេលដែល steam មកបងត្រូវដាក់មុខចម្ងាយប្រហែលជា20សង់ទីម៉ែត្រពីម៉ាស៊ីនបន្ទាប់ពី steam ហើយសូមដកធុងទឹកចេញពីម៉ាស៊ីនហើយចាក់ទឹកចេញបែបនេះនៅពេលដែលយើង steam មុខប្រើទឹកអត់អស់វានឹងនៅសល់ទឹកនៅក្នុងម៉ាស៊ីនបែបនេះតែកុំបារម្ភបងវាធម្មតាទេតែយើងត្រូវតែចាក់ទឹកនឹងចេញពីម៉ាស៊ីនបែបនេះជាការស្រេចណែនាំឲ្យ steam មុខម្ដង5ទៅ8នាទីអាចប្រើ2ទៅ3ដងក្នុងមួយសប្តាហ៍បានបន្ទាប់ពី steam ហើយបងអាចបូមមុន scrub មុខ massage មុខ lip skin care ឬក៏បិទ mask ក៏បានដែរសារព័ត៌មានបន្ថែមអាចផ្ញើសារចូលเพจ Yo-Yo Skin បានអរគុណ